សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគថ្មីបាទ admin ជាង3ថ្ងៃហើយប្រហែលជានឹកខ្លាំងហើយមើលទៅអធ្យាស្រ័យឲ្យ admin ផងចាប់ពីថ្ងៃហ្នឹងទៅដូចដើមហើយណាឥឡូវហ្នឹងយើងមកមើល take show ដែលកំពុងតែអង្គុយញ៉ាំអាហារទល់មុខសញ្ញាម្ដងមកហូបលើតុហ្នឹងអត់ទាន់ដាក់មួយម៉ាត់ចូលមាត់ទេតែស្លឹងមើលមុខសញ្ញាគេថាគេចង់ក្អួតឲ្យតែឃើញមុខសញ្ញាម្ដងហើយមួយវិញទៀតសំបីតាកម្លាំងវាយប្រហារទៅលើសញ្ញាក៏គេគ្មានដែរនិយាយជារួមមកគឺគេហត់អស់កម្លាំងណារឿងដោយសញ្ញាធ្វើមកលើគេហ្នឹងហើយពេលនៅក្នុងបន្ទប់ទឹកហ្នឹងក៏មិនមែនទេចូលអត់សាក់លបងរត់ដែរគេខំសាក់លបងហើយតែនៅតែបរាជ័យអញ្ចឹងគេគិតក្នុងចិត្តដែរថាគេមិនដឹងថាទីហ្នឹងជាកន្លែងណាតែបើសិនជាគេចេញទៅក្រៅបានគេប្រកាសជារកកន្លែងលាក់ខ្លួនបានជាមិនខានadmin ភ្លេចប្រាប់កាលពីភាគមុនរូបនេះហើយគឺជារូបដែលសញ្ញាសាក់ឲ្យ take show តើតែចេញអត់បានអញ្ចឹង take show គេគិតក្នុងចិត្តហើយថាបើសិនជាគេនៅតែអញ្ចឹងទៀតដឹងតែគេងាប់ជាមិនខានទេព្រោះតែសញ្ញាដូចជាសត្វមួយដែលខ្ជិលច្អល់នៅពេលដែលគេឆ្អែតហើយគេនឹងប្រែប្រួលទៅជាគ្មានមេត្តានៅពេលដែលគេឃ្លានខ្លាំងអញ្ចឹងហើយពេលនេះ take show គេគិតតែម្យ៉ាងគត់គេអាចចាំពេលវេលានឹងមកដល់បានទេគេចង់មានន័យថាសញ្ញានៅពេលដែលឃ្លាននឹងមករកគេទៀតហ្នឹងណាកំពុងតែល្អូសុកម្នាក់ឯងហ្នឹងក៏សញ្ញាដើរមកអើដែរគេសួរថាស្បាយអត់លោកបងសញ្ញាអើយអាំងតាស៊ីកូនគេហើយលេងឆប់អាហារមកជុលចឹងហ្មងហើយសញ្ញាឃើញទេខ្ជោនៅអញ្ចឹងហើយនៅសោយទៅគ្នាចេញទៀតដោយសារតែទេខ្ជោគេអស់កម្លាំងនៅក្នុងបន្ទប់ទឹកក៏អញ្ចឹងសញ្ញាអស់គេទៅណាក៏គេគ្មានកម្លាំងតបតដែរតែគេមិននឹកស្មានសោះថាបន្ទប់ដែលសញ្ញាអស់គេមកហ្នឹងគឺជាបន្ទប់អាហារហើយបន្ទប់វិញណាដូចសម្រាប់មនុស្ស10ទៅ20នាក់អញ្ចឹងតែក៏អីមានតែ2ទេខ្ជោកុំឆ្ងល់ admin ប្រាប់មុនដំបូងមានតែមួយទេតែមានទេខ្ជោឯងមកមួយទៀតហ្នឹងមិនគេថែមដល់2ហ្នឹងទេខ្ជោនៅជ្រាលល្អក្នុងចិត្តទៀតថាសញ្ញាហ្នឹងគឺជាមនុស្សចម្លែកខ្លាំងហេយើងនៅណាប្រាប់ឯងក៏ឯងមិនដឹងដែរហេយើងសួរហើយគ្រាន់តែឆ្លើយមកថានៅណាតតែពេលអូនសួរពេកទៅគេក៏ដាច់ចិត្តឆ្លើយថានៅកោះអាជីណូគីស្ដាប់ឮឈ្មោះកោះហ្នឹងហើយសំបីតែទេខ្ជោដែលគឺជាស្ប៉ៃក៏គេអត់ដឹងដែរថាកោះហ្នឹងនៅណាតអត់ដឹងអញ្ចឹងបានដៃលោកបងសញ្ញាក៏ស្ដីឲ្យបន្ថែមទៀតហើយថាឃើញអត់ថាអត់ដឹងហើយមួយវិញទៀតកោះហ្នឹងអត់មានមនុស្សនៅទេសញ្ញាថែមទាំងបញ្ជាក់ប្រាប់ទៀតថាកោះហ្នឹងមានចម្ងាយ60គីឡូម៉ែត្រពីទីក្រុងម៉ូម៉ានadmin អត់ច្បាស់ទេថាម៉ូម៉ានហ្នឹងគឺជាទីក្រុងឬមួយក៏មិនតែadmin ហៅឈ្មោះហ្នឹងក៏អត់ត្រូវដែរណាតែគិតន័យយល់ណាឮឈ្មោះផទីក្រុងហ្នឹងហើយតែខ្ជោគេបានគិតដែរគេស្គាល់ហើយថាទីក្រុងហ្នឹងនៅណាវាគឺស្ថិតនៅកន្លែងខាងជើងបំផុតនៃប្រទេសរុស្ស៊ីហើយក៏នៅឆ្ងាយពីតំបន់អាក់ទិករហូតដល់200គីឡូម៉ែត្រដែរអញ្ចឹងក៏មានន័យថាកោះដែលសញ្ញានិយាយឈ្មោះដល់មិញហ្នឹងក៏គ្មានមនុស្សនៅសំបីតែម្នាក់តែខ្ជោគេគិតហើយថាគ្មានអាចឈួតណាដែលសង់វាមាននៅកណ្ដាលកោះដែលគ្មានមនុស្សអញ្ចឹងទេដោយគិតអញ្ចឹងបានគេនិយាយទៅកាន់សញ្ញាថាវាគ្មានផ្លូវទៅរួចទេទោះជាកោះនេះនៅឆ្ងាយប៉ុណ្ណាក៏ត្រូវតែមានមនុស្សម្នាក់នៅហ្នឹងដែរលោកបងសញ្ញាឮហើយក៏ឆ្លើយថាហ្នឹងឯងមានគាត់ហើយនឹងផ្ទះផគាត់ហើយក្រៅពីផ្ទះផគាត់គ្មានមនុស្សរស់នៅទេធ្វើម៉េចទេបើបងយើងមានឡើងវាមានប៉ុណ្ណាណៃហៅតែផ្ទាំងតតែខ្ជោគេឮសញ្ញាឆ្លើយហើយគេគិតហើយថានេះហើយមនុស្សឈួតអានេះតាឈួតហ្នឹងដល់ពេលនេះសញ្ញាគេនិយាយទៅកាន់ទេខ្ជោថាឲ្យទេខ្ជោហ្នឹងញ៉ាំទៅបើគេឲ្យអីតែបើទេខ្ជោចង់ងាប់ដល់អត់ឃ្លានគិតតាមហ្នឹងទៅទេខ្ជោឮសញ្ញានិយាយហើយគេគិតក្នុងចិត្តហើយថាមើលវាទៅដូចអត់លេងសើចសោះហើយគេក៏គិតដែរថាបើសិនជាគេអត់ញ៉ាំនៅក្នុងពេលហ្នឹងទេប្រកាសណាគេប្រកាសជាអត់ឃ្លានជាមិនខានទេអញ្ចឹងមានតែបង្ខំចិត្តញ៉ាំទេដាក់ចូលមាត់មួយម៉ាត់អីហ្នឹងក៏មានអារម្មណ៍ថាអូយដូចចង់ក្អួតហេសញ្ញាអត់មានអីធ្វើឯមែនមានតិចដែរអត់ច្រើនផងហើយអត់មានទៅសម្អាតភាពញ៉ៃសោះភាពញ៉ៃចង់និយាយពីប្លង់មែនហឺមើលតែឯងប្រហែលជាគិតថាយើងខាតធ្ងន់ហើយសញ្ញាគេសើចចំអកឲ្យទេខ្ជោហើយគេថែមទាំងនិយាយទៀតថាវាគួរឲ្យសោកស្ដាយណាស់រឿងដែលទេខ្ជោបង្កឡើងនឹងវាស្ទើរតែគ្មានប៉ះពាល់អីដល់គេតទៅសោះទេខ្ជោគេលឺហើយក៏គេសួរទៅវិញថាឯងចង់និយាយពីអីសញ្ញាគេចាប់ផ្ដើមនិយាយទៅកាន់ទេខ្ជោហើយថាប៉ពួកទេខ្ជោនឹងអាចធ្វើអ្វីបានចំពោះប្លង់អាណាស្តាសៀនឹងឬមួយក៏ចង់យកប្លង់នឹងទៅបង្កើតគូប្រជែងណាអាណាស្តាសៀមែនសញ្ញាគេសួរហើយក៏គេឆ្លើយខ្លួនឯងវិញថាវាមិនអាចទៅរួចទេដែលឯងធ្វើបានព្រោះតែក្នុងលោកនឹងគ្មានណាគេដែលអាចបកស្រាយប្លង់អាណាស្តាសៀបានក្រៅពីគេទេលើសញ្ញានិយាយនឹងហើយបានទេខ្ជោគេច្បាស់ថាមិនបានគ្មានណាគេសម្រាប់សញ្ញាដោយសារតែសញ្ញាជាមនុស្សតែម្នាក់គត់ដែលដឹងពីប្លង់នឹងហើយក៏ជាមនុស្សដែលយល់ច្បាស់ពីប្លង់នឹងសំបីតែប្លង់នឹងបានបាត់ទាំងស្រុងក៏ដោយក៏សញ្ញាអាចតែដោះស្រាយបានដែរហើយមួយវិញទៀតអ្នកដែលដឹងថាបន្ទប់ប្លង់នៅអាណាស្តាសៀនឹងត្រូវបានបន្ទប់មានតែសញ្ញានិងគ្រួសារផុសសញ្ញាទេអញ្ចឹងក៏មានន័យថាមកដល់ពេលនេះគ្មានណាគេដែលបញ្ជាក់បានថាប្លង់នៅអាណាស្តាសៀត្រូវបានបាត់ទេខ្ជោគេចាប់ផ្ដើមគិតក្នុងចិត្តហើយថាត្រូវហើយសញ្ញាមិនអាចធ្វើប្រហែលនៅរឿងទាំងអស់នឹងបានទៅ
ព្រោះតែវាមានរបស់ដែលគេគ្រប់គ្នាចង់បានថេកចូលគេខឹងក្នុងចិត្តហើយថាគេចាញ់បោកសញ្ញាទៀតហើយទាំងតែគេគិតថាគេអាចនឹងបង្ករឿងធំឲ្យសញ្ញាបានដោយពិធីដែលសញ្ញាធ្វើហ្នឹងដូចជាឲ្យគេយកក្បាលផគេញុកចូលទៅក្នុងធ្គាមផសញ្ញាដោយឯងអញ្ចឹងសញ្ញាមើលទៅថេកចូលគិតច្រើនពេកគេក៏បាននិយាយថាហ្នឹងហើយគេប្រាប់ឲ្យថាគិតរកវិធីដើម្បីរស់ទៅចាប់ពីពេលនេះតទៅឯងគួរតែរកវិធីសាស្ត្រដើម្បីរស់ណាថេកចូលគេស្លឹងមើលទៅស្នាមញញឹមសញ្ញាទៅដូចជាសោចំអកគេអញ្ចឹងដែលវាប្រៀបបានដូចជាឆ្មាដែលចាប់កណ្ដុរបានកាន់មកមើលពេលនេះសញ្ញាគេកំពុងតែយកមួកផគេដឹងចេញពាក់តាណាឯងថេកចូលក៏គេបានស្លឹងមើលសញ្ញាដែរអូយ admin មើលទៅដូចប្រពន្ធអង្គុយមើលប្តីចេញតែធ្វើការអញ្ចឹងថេកចូលគេល្អូក្នុងចិត្តហើយថាអូយស្អាតហើយប៉ុណ្ណឹងឃុំគេឡើងអស់ចិត្តហើយចេញទៅក្រៅចោលគេទៀតហើយអាពេលចេញទៅនឹងក៏មិនប្រាប់គេប្រមាថថាទៅណាហើយគេក៏គ្មានអារម្មណ៍អីទៅសួរវាថាទៅណាដែរអាចចិត្តមួយទៀតក៏កំពុងតែគិតដែរថានៅតាមសញ្ញានឹងដល់ណាទៀតនឹងសលេងកតុំហុយកំពុងតែវីវូហើយថេកចូលក៏គេភ្ញាក់ផ្អើលដែរស្អីគេជីកតុំហុយទៀតថេកចូលគេនឹកស្មានដល់ទេថាត្រូវជីកតុំហុយដើម្បីចេញទៅក្រៅតតែពេលអញ្ចឹងមិនគេនឹកឃើញអាពេលសញ្ញាឲ្យគេញ៉ាំឲ្យឆ្អែតហ៎គិតអីក៏គិតទៅតែសំខាន់លើហ្នឹងសំបីតែច្បាក់ក៏សញ្ញាបានដាក់គេដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេសោទ្វាសោប្អួចអីក៏គ្មានដែរមើលទៅសេរីភាពខ្លាំងម៉េះតើវាចង់មានបំណងអីថេកចូលគេថែមទាំងគិតទៀតឬមួយក៏សញ្ញាហ្នឹងចង់ឲ្យគេបាត់មុខចេញពីសញ្ញាថេកចូលគេញឹមព្រោះគេអត់ខ្វល់ទេថាសញ្ញាមានបំណងអីសំខាន់គេនឹងចេញពីហ្នឹងឲ្យបានតនមានឱកាសហ្នឹងហើយពេលនេះមានឱកាសមែនថេកចូលមិនដឹងមិនម៉ាទេនេះអើយប៊ីងាប់ទៀតហើយថេកចូលលើយើងមកមើលអាពេលមុននឹងតិចថេកចូលគេហុកខនៅកន្លែងដាក់វ៉ានណោះទឹកមុខបង្ហាញពីក្តីសង្ឃឹមដែលគេឃើញទូកមួយនៅនឹងគេជិះទៅគេស្មានតែលុយហ្នឹងគេថារួចខ្លួនហ្នឹងគិតទៀតថាការដែលគេនៅកងកម្លាំងពិសេសហ្នឹងគេក៏ធ្លាប់ជិះទូកចម្ងាយដល់ទៅ20គីឡូម៉ែត្រហើយទោះបីជាពេលនេះគេត្រូវទូកហ្នឹងធ្វើជា3ក៏ដោយក៏គេមានអារម្មណ៍ថាអាចទៅរួចដែរបើសិនជាអាកាសធាតុអំណោយផលតែចង្ហែអីអាកាសធាតុអត់អំណោយផលឡងគេគិតទៀតថាគេមិនចោះចាញ់ទេគេត្រូវទៅស៊ូតែថេកចូលអើយស៊ូមួយសញ្ញាមកឈ្នះផងមកស៊ូមួយទឹកអាឡុកធំមិនទៅរួចអញ្ចឹងហើយពេលនេះថេកចូលគេឆ្លក់ទឹកមួយអីដោយសារអាឡុកវាយត្រឡប់មកវិញតែកំពុងតែឆ្លក់ទឹកហ្នឹងហើយសញ្ញាគេដើរមកនិយាយឌឺថែមទៀតអូចំណងចំណូលចិត្តឯងដូចជាចម្លែកដល់ហើយនេះគេស្ដីឲ្យថេកចូលទៀតថាចង់កកងាប់មែនមិនក៏អត់គ្របឡើងថេកចូលគេគិតក្នុងចិត្តហើយថាវាដូចជាសម្បត្តិអាក្រក់អញ្ចឹងគេខំតែគិតថាគេបានចេញពីកោះហ្នឹងឯតាមិញហ្នឹងតែពេលនេះគេក៏ឆ្ងល់ដែរថាមិនបានសញ្ញាឲ្យគេឃើញតែឆ្ងល់ចេះតែឆ្ងល់ទៅឥឡូវសន្លប់1-0បាត់ហើយសញ្ញាគេឃើញអូនគេអញ្ចឹងក៏គ្រាអូនគេឡើងមកហើយគេពងតែគ្រាដើរទៅវិញហ្នឹងថេកចូលនៅគិតទៀតថាគេត្រូវទៅវិញមែនគេត្រូវទៅវិមានហ្នឹងវិញមែនតែឥឡូវហ្នឹងសំបីតែគេចង់ប្រឆាំងក៏កើតដែរពួកគេគ្មានកម្លាំងតតសោះថេកចូលគិតអីគិតទៅសញ្ញាក៏ដៀងភ្នែកមើលដែរសញ្ញាគេថែមទាំងល្អូថាថេកចូលនោះរំខានជាងសត្វព្រៃភាគច្រើនទៅទៀតឥឡូវយើងកាន់មកដល់2នាក់គេបានមកដល់វិមានវិញហើយសញ្ញាក៏កំពុងតែងូតទឹកឲ្យថេកចូលដែរឈប់សិនសញ្ញាមិនបានបាញ់តែកន្លែងហ្នឹងអញ្ចឹងខ្លាចអូនកកកន្លែងហ្នឹងមែនមិនអញ្ចឹងហ្នឹងគេថែមទាំងនិយាយទៅកាន់ថេកចូលទៀតថាគេដឹងទេថាគេគួរនិយាយទៅកាន់ថេកចូលថាក្លាហានជ្រុលឬមួយក៏ល្ងងទេតែវាពិតជាសំណាងអាក្រក់ណាស់សម្រាប់ឯងថេកចូលព្រោះថាកម្លាំងមនុស្សធម្មតាមិនអាចចេញពីទីហ្នឹងបានទេមូលហេតុដែលធំហ្នឹងគឺដោយសារតែចរន្តទឹកផកកោះហ្នឹងឯងកុំថាឡើយមនុស្សសំបីតែរបស់តូចក៏ចរន្តទឹកហ្នឹងរុញច្រាលមកកោះវិញដែរសញ្ញាគេថែមទាំងនិយាយឌឺទៅកាន់ថេកចូលទៀតថាបើចាំខ្ជិះខ្ជាយចំណាយពេលវេលាធ្វើអញ្ចឹងទៀតទេដូចជាអ្នកនេសាទត្រីអញ្ចឹងគេថែមទាំងនិយាយទៅកាន់ថេកចូលទៀតថាឈប់ខ្ជិះខ្ជាយពេលវេលាទៅអីសញ្ញាទេលឿងអូនតូចគេស្អាតហើយក៏ដើរចេញប្រាប់ថាសមម៉ានដោះស្រែកខ្លួនឯងទៅទៀតថេកចូលគេក៏ក្តាប់ដៃដែរប្រហែលជាខឹងក្នុងចិត្តខ្លះឬមួយក៏អស់កម្លាំងខ្លះនេះគេក៏ដែរថាអញ្ចឹងបានវាចេញទៅក្រៅដោយស្ងប់ចិត្តម៉េះដែលទុកឲ្យគេនៅម្នាក់ឯងតាមការនិយាយផុសសញ្ញាមិញមានន័យថាទោះជាថេកចូលខំប្រឹងចេញពីកោះនឹងប៉ុណ្ណាក៏ចរន្តទឹកនឹងបកថេកចូលមកវិញដែរហើយមិញហ្នឹងគេយកជីវិតផុសគេទៅលេងសើចទៀតមិនត្រឹមតែប៉ុណ្្នឹងទេគេនៅគិតទៀតថាគេនឹងអាចចេញពីកោះនឹងបានហើយថេកចូលគេគិតហើយគេគិតក្នុងចិត្តថាវាគួរឲ្យអស់សំណោចត្រូវអត់កំពុងតែគិតសែសោកនឹងសញ្ញាគេអត់ក្បាលមកសួរថាអត់ញ៉ាំបាយល្ងាចទេមែនថេកចូលលឺបងសួរហើយក៏មិនខ្ចីឆ្លើយដែរកំពុងតែសែនផងមកសួរស្បាយសញ្ញាគេឃើញអូនគេអត់ឆ្លើយអញ្ចឹងគេគិតថាអូខេអត់ក៏អត់ទៅចឹងតាមចិត្តអស់សង្ឃឹមចុំអីគេហ្នឹងក្លិនហ្នឹងដូចក្នុងចិត្តថេកចូលកំពុងតែប្រហែក្លិនណាសញ្ញាគេចូលចក្រានបាយធ្វើមីឲ្យអូនគេញ៉ាំទៀតហើយថេកចូលគេនិយាយក្នុងចិត្តថាគេមិននឹកស្មានដល់ទេថេកចូលគេទៅចាប់ដៃសញ្ញាប្រាប់ថាចាំតិចអីគេមានកាយ
ខ្ញុំនឹងញ៉ាំវាតើសញ្ញាគេការណត់ព្រមឡើងទេTake Showគេនិយាយម្ដងទៀតថាគេប្រាប់ហើយថាគេនឹងញ៉ាំត្រឹមតែមួយរំពេចភ្នែកTake Showគេហត់ទឹកស៊ុបអស់ឡើងពាក់កណ្ដាលបាត់ហើយនេះទឹកស៊ុបអស់ពាក់កណ្ដាលបាត់អង្គសោះមើលទៅឆ្ងាញ់ណាស់តស៊ូដល់ហើយតើតែឃើញTake Showអញ្ចឹងទៅសញ្ញាគេទិញកញ្ចប់មីមកសួរTake Showថាហ្នឹងពាក់ព័ន្ធមួយគ្រឿងញៀនអីអត់ស្អីគ្រឿងយើងដល់ភាគនេះបានមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាចាំមើលថាមាននឹងអីកើតឡើងទៀតស្អីរឿងហ្នឹងទៅជាយ៉ាងណាណោះ admin ក៏សូមអរគុណដល់បងរស់អានដែរដែលបាន support admin ខ្ញុំក៏សូមអធិស្ឋានផងណាបើសិនជាខ្ញុំហៅឈ្មោះបងខុស support admin ពេលចូលឆ្នាំថ្ងៃទី3មក admin ពងលេងបៀចាញ់អរគុណណាបងហើយ admin ក៏សូមអរគុណដល់បងស្រីពេជ្រដែរដែល pay admin ញ៉ាំក្តាមប្រៃណាadmin ពងតែចង់ញ៉ាំក្តាមប្រៃផងខំបន់ឲ្យភ្លៀងផងអីផងជាចុងក្រោយកុំភ្លេច support admin ដោយការចុច like subscribe និង comment ឲ្យ admin ម្នាក់មួយណាដើម្បីជាកម្លាំងចិត្តឲ្យ admin ធ្វើវីដេអូបន្តហើយមួយថ្ងៃហ្នឹងបើ admin ខកខានក្នុងការធ្វើវីដេអូកុំខឹង admin ណារដូវចូលឆ្នាំ admin រវល់ហើយតពេលចប់ពីរវល់គឺតែងតែមានមូលហេតុឲ្យ admin ធ្វើវីដេអូបន្តតែកុំភ័យអី admin មកវិញហើយអញ្ចឹងធ្វើវីដេអូបានតាមធម្មតាវិញណាបាយបាយ